Hello Hello សួស្តីអ្នកនរគ្នាមុននឹងចូលទៅកាន់វីដេអូរបស់យើងនឹងកុំភ្លេចជួយចុច Sub ក៏ដូចជា Join Telegram ដែលខ្ញុំបានដាក់ឲ្យអ្នកនរគ្នា scan នៅលើហ្នឹងដើម្បីទទួលបាននូវការ share link ដែលខ្ញុំបាន share ចូលទៅកាន់ Telegram របស់គ្នាយើងតាមដានគ្រប់រឿងដែលខ្ញុំបានផុសហ្នឹងឯងនឹងផងដែរគឺបន្តពីពេលមុននៅពេលដែលចែនោះគឺបានទៅសៀគឺរៀបទាំងចាត់ការនឹងយកកវិតចែទៅកាន់យេធានមីងបាត់ហើយបន្តែក៏ទៅបានយេធានមីងគឺវត្តមួយជើងគឺចោកកឡើងមែនចែទៅធ្វើឲ្យនាងពិតជាឆ្ងល់ហើយបើបានជាយេធានមីងគឺធ្វើបែបនេះដាក់ខ្លួនចំណែកធានមីងរបស់យើងគឺគ្មានទៅខ្វល់នោះទេសំខាន់នៅពេលនោះផងដែរគេក៏បាននិយាយដែរថាអាថ្នាំបើដែលនាងគឺបានលេបំបាញ់មិញហ្នឹងវាគឺជាថ្នាំដែលមានកម្រិតខ្លាំងនិងអត្ថប្រយោជន៍ខ្លាំងយកទៅមែនទែនដូច្នេះហើយបើសិនបើលេបលើកម្រិតនោះវាច្បាស់ខ្លាំងណាស់នឹងប្រតិកម្មទៅលើរាងកាយខ្លួនឯងវិញគ្រាន់តែនិយាយមិនទាន់បានប្រហែលហងយប៉ែហ្នឹងគឺបានស្លាប់ហើយយើងក៏មិនទាន់ដឹងថាស្លាប់ឬក៏ស្លាប់ផងដែរហើយបន្តមកទៀតនិយាយធានមីងគឺបានចាប់ផ្ដើមទៅធ្វើការចម្រាញ់ឱសថរបស់គេបន្តគណៈពេលដែលគេកំពុងតែចម្រាញ់ឱសថនិងទទួលបាននូវផលច្រើននោះផងដែរគេក៏បានចាប់អារម្មណ៍ទៅកាន់អាចារ្យយូហានដូច្នេះមិនដឹងថាប៉ែហ្នឹងគឺធ្វើអីទៅនោះទេមើលទៅភ្នែកទៅយើងដឹងហើយស្យើងរបស់យើងគឺការបន្តពីមានជនជាតិនៅពេលនេះយើងក៏បានឃើញមនុស្សម្នាក់គឺបានដើរទៅរកប្រជាថាងយន្តផងដែរឥឡូវនេះផងដែរប្រជាថាងយន្តកតកំពុងតែម្ដងដែលធ្វើនេះគឺស្វាច់កទៅកាន់រីមអ្នកហ្នឹងហើយប្រហែលជាស៊ីនៅមកដល់លុយឯមើលទៅហើយនៅពេលដែលពងស្វាច់កហ្នឹងក៏កតគឺបានឈ្នះស្រូបយន្តធម្មពលរបស់យប៉ែនហ្នឹងគឺមកទៅនៅក្នុងរាងកាយរបស់ខ្លួនទៀតយើងក៏បានឃើញថាប៉ែនោះគឺបានមករកគេផងដែរហើយក៏បានរីកគេអំពីអប៉ែដែលបានទៅឆែកឆៅគឺមេបាក់ស្រីរបស់យើងហ្នឹងឯងដោយបានរីកការថាជាធានមីងរបស់យើងគឺជាអ្នកសម្លាប់ទៅកាន់វេដូច្នេះហើយក៏ឲ្យមេប៉ានឹងដឹងហើយគេដឹងហើយពិតជាខឹងខ្លាំងដែរបន្តមកក៏បានស្រូបយកនៅធម្មពលរបស់យប៉ែនោះអស់លីហើយដើរទៅពាក់តែអាវខៅនោះទេគឺឈរមកក្តារប៉ែនោះតែម្ដងហើយក៏បានដើរទៅចាប់យកគុណនៅធម្មពលវិញ្ញាណរបស់ប៉ែនោះដែលត្រូវបានប្រើប៉ែនឹងយកមកមើលហើយក៏បានឲ្យប៉ែនោះគឺទៅចាត់ការបញ្ហាមួយនេះទៅគេពិតជាចង់ដឹងខ្លាំងមែនថាមួយណាស្ថិតនៅពីក្រោយខ្នងអំពីបញ្ហានិងរឿងទាំងអស់នេះដែលគេបានប្រព្រឹត្តនឹងកាន់មកដល់ខ្ទមកញ្ចារបស់យាយធានមីងវិញគេកំពុងតែធ្វើការវឹកហាត់នៅគម្ពីរបេដងនេះហ្នឹងឯងដោយនៅពេលនេះយើងក៏បានឃើញថាគេពិតជាខំខ្លាំងមែនហើយអាការខំរបស់គេផងដែរក៏បានផលប្រយោជន៍យ៉ាងច្រើនមើលតែដួងព្រលឹងនេះចាញ់ពីទឹកភៅនិងរាងកាយរបស់គេទៅគឺដឹងហើយសូម្បីតែ system គឺបានអបអរសាទរគេផងដែរហើយគេក៏បានឈានទៅដល់ដំណាក់កាលទី1ក៏ដូចជាផ្កាយមួយផងដែរនៃកម្រិតនិងបច្ចេកទេសមួយហ្នឹងនៅពេលដែលយាយធានមីងកំពុងតែសប្បាយសោកថាកម្រិតរបស់គេមានការកើនឡើងជាមួយនឹងបច្ចេកទេសនៃការវឹកហាត់សម្រាប់អីហ្នឹងដូច្នេះយើងក៏បានឃើញថា system គឺបានលោតមកម្ដងទៀតថាបដាសាគេសល់រយៈពេលតែ7ថ្ងៃទៀតប៉ុណ្ណោះជាហេតុដែលធ្វើឲ្យយាយធានមីងពិតជាស្ដាយខ្លាំងដែរហើយក៏បានសម័យឲ្យយើងឃើញអាពេលហ្នឹងផងដែរគេគឺមិនបានធ្វើអ្វីទៅកាន់អាចារ្យយូហាននោះទេបើសិនបើធ្វើនោះគឺចប់បាត់ហើយគេថែមទាំងដាក់ថ្នាំបន្សាបរបស់អាចារ្យយូហានទៀតហើយក៏បានចាក់ចេញពីទីកន្លែងហ្នឹងទោះជាយ៉ាងណាក៏ដោយអាចារ្យយូហានហាក់ដូចជាបើកភ្នែកឃើញក្នុងបាទូឲ្យផលរបស់យើងបងដែរនៅពេលនោះផងដែរនៅពេលដែលនាងគឺមហោយាយធានមីងវិញនឹងយាយធានមីងក៏បានទទួលបន្ទុកបន្ថែមពីស៊ីសំផងដែរក៏ដោយសារតែយាយប៉ែនោះគឺហាក់ដូចជាដឹងនឹងពេញចិត្តទៅកាន់យាយធានមីងបន្ថែមទៀតអីចឹងទៅគឺអារម្មណ៍រំភើបរំជួលអីចឹងទៅទៅកាន់យាយធានមីងដោយដែលយើងបានដឹងចឹងថា system នៅពេលដែលស្អីគឺដាក់ទៅកាន់យាយធានមីងដូច្នេះហើយគឺបន្ទុកគេគឺបូកចឹងហើយបន្តមកទៀតយាយធានមីងក៏បានមកទទួលរែកទៅកាន់អាចារ្យយូហានហើយចំណែកអាចារ្យយូហានវិញហាក់ដូចជាឆ្ងល់និងក៏សង្កត់ទៅលើកប្បកិរិយាទៅកាន់យាយធានមីងផងដែរដោយសារគេហាក់ដូចជាប្លែកដូច្នេះការប៉ាន់ស្មានរបស់នាងគឺស្តៀងទៅកាន់យាយធានមីងចឹងដែរប៉ុន្តែនាងមិនប្រកាសនោះទេក៏ដោយសារតែកម្រិតរបស់គេពិតជាធៀបខ្លាំងដែរធៀបជាងនាងទៀតនោះដូច្នេះគឺមិនអាចជាគេជាដាច់ខាតប៉ុន្តែនៅតែប្រហែលហើយនាងក៏ចង់សាកចិត្តនឹងសារលបងទៅកាន់យាយធានមីងជាច្រើនដងផងដែរចំណែកយាយធានមីងវិញគិតតែក្នុងចិត្តថាប្រហែលជាពេលហ្នឹងគឺបានចាប់អារម្មណ៍លើខ្លួនដូច្នេះហើយគឺទៅបញ្ចេញអាកប្បកិរិយាយ៉ាងម៉េចទៅហើយក៏បានចេញចរិតបាយរបស់គេចេញមកក៏ដូចគ្នានេះផងដែរ system ហ្នឹងគឺបានពមៀនគេផងដែរក៏ដោយសារតែចរិតបាយរបស់គេហ្នឹងឯងចេះតែធ្វើឲ្យចៅវូហានពិតជាខាងក្លាមែនអំពីពេលសម្ដីជាមួយនឹងចរិតដ៏បាយរបស់យាយធានមីងរបស់យើងហ្នឹងឯងដូច្នេះហើយក៏មិនចាំយូរផងដែរបញ្ចេញកំហឹងរាល់នាងគឺលោតទៅវិញប្រហែលនិងវេទៅកាន់យាយធានមីងតែម្ដងនៅពេលដែលអាចារ្យយូហានហ្នឹងគឺបានវាប្រហែលនឹងជីទៅលើយាយធានមីងទៀនបន្ត
ទៀតហ្នឹងនៅពេលនោះផងដែរឯដីដែលកន្លែងនិយាយទៅមិញគឺបានជីហ្នឹងវាមិនតាន់បានផ្សាយចិត្តចៃនោះទេដូច្នេះជាតែធ្វើឲ្យអ្នកទាំងពីរគឺបានលោទៅជន់គ្នាគឺផ្អើលនៅទីកន្លែងហ្នឹងឯងដោយសារតែអាចារ្យយូហានវេទៅកាន់និយាយទៅមិញហ្នឹងឯងហើយអូខេខ្ញុំប្រាប់ផងទៅគឺសំឡេងរបស់ខ្ញុំនិយាយប្រហែលជាមិនសូវលឿននោះទេដូច្នេះគឺមានតែអ្នកនរគ្នាបន្ថែម spin តិចទៅនៅពេលនោះផងដែរយើងក៏បានឃើញថាការជួបជុំរបស់វិមានសិទ្ធិរបស់ពួកគេគឺបានមកដល់ដោយអ្វីដែលអ្នកនាំសាររបស់លពងខាងយ៉នហ្នឹងគឺបានមកដល់ទីកន្លែងនេះដើម្បីស្វែងរកបេក្ខជនពីរនាក់ដើម្បីចូលទៅកាន់អាណាចក្រសម្ងាត់និងរកស្មើគ្មានឬអាស្មើគ្មានឬនឹងផងដែរតិចទៀតអ្នកនរគ្នាដឹងហើយនៅពេលដែលអ្នកនរគ្នាគឺបានចូលទៅកាន់អាណាចក្រសម្ងាត់នោះដូច្នេះខ្ញុំអត់ចង់បញ្យល់នោះទេដោយការស្វែងរកស្មើសុទ្ធគ្មានឬផងដែរនឹងគឺប៉ះពាល់ដល់ជីវិតអីបាក់គឺអត់ទៅនោះទេប៉ុន្តែបន្ទូដែលបានទទួលពីស្មើគ្មានឬនឹងវិញក៏ច្រើនផងដែរដូច្នេះគឺមិនអាចកត់សម្គាល់ហើយក៏ដូចជាសំណាងគឺក៏មានបញ្ហាហ្នឹងគឺមិនអាចទោសទៅកាន់ប៉ាបាននោះទេដូច្នេះគឺអាស្រ័យទៅលើអ្នកនរគ្នារៀងខ្លួនប៉ុន្តែជាដាច់ខាតតែម្ដងគឺត្រូវតែឲ្យសិស្សពីរនាក់នៅក្នុងវិមាននីមួយៗគឺចូលទៅកាន់ទីកន្លែងហ្នឹងក៏ដូចជាអាណាចក្រសម្ងាត់នឹងផងដែរហើយនេះគឺជាបញ្ជារបស់មេបកក៏ដូចជាអនុវិធានរបស់បកចំនួន2នាក់ផងដែរហើយយើងក៏បានឃើញថានៅក្នុងនោះគឺមានអបិហាងយន្តមួយជាមួយនឹងអាចារ្យ30នាក់ទៀតហើយជាខ្លាំងហើយបានខ្លាយទៅជាអនុវិធានបកនោះចំណែកយើងវិញវិញពិតជាឆ្ងល់ខ្លាំងមែនអាស្មើគ្មានឬនឹងគឺមានបញ្ហាអីទៅបានជា system គឺបានលោតបង្ហាញគេបែបនេះទៅពេលនោះគឺបានសួរទៅកម្មចាវិមានថាតើក្នុងវិមានរបស់គេនឹងគឺគ្មានសត្វដែលស្ម័គ្រចិត្តមានដែរទេបន្តមកម្ចាស់វិមានក៏បានកាត់អំពីយើងបាននឹងថាគាត់គឺបាននិយាយគ្នាជាមួយនឹងចៃវូហានផងដែរក៏ដូចគ្នានេះបែរនោះគឺបានដើរទៅដល់នឹងនិយាយទៅកាន់សាគ្រប់គ្នាតែសាររបស់ពួកម្ចាស់វិមាននឹងពិតជាកំសាបែបនេះមានដែរទេនៅពេលដែលនិយាយបែបហ្នឹងហើយជាហេតុដែលធ្វើឲ្យម្ចាស់វិមានពិតជាខឹងយកមែនតែម្ដងប៉ុន្តែគាត់គឺមិនអាចធ្វើអ្វីទៅកាន់បែបហ្នឹងបាននោះទេបែបហ្នឹងនៅតែនិយាយឌឺរហូតដល់ចៃយូហានរបស់យើងគឺបានចេញមុខដើម្បីខ្លាចទៅជាបេក្ខជនអ្នកនៅក្នុងចំណោម2នាក់ដើម្បីចូលទៅកាន់អាណាចក្រដ៏អាកំបាំងមួយនោះនៅពេលនោះផងដែរបែរនោះបានសួរថាតើម្នាក់ទៀតគឺជាណាឬក៏គ្មានអាហ៊ានទេមើលទៅសាររបស់ពួកគេពិតជាកំសាខ្លាំងមែនចំណែកយើងទីមីរបស់យើង system ក៏បានលោតព័ត៌មានរបស់គេផងដែរដោយយើងទីមីរបស់យើងចូលទៅកាន់អាចារ្យសម្ងាត់ជាមួយនឹងអាចារ្យយូហានហ្នឹងឯងហើយទៅចូលចង្អាយប្រហែលជាមានជំនួយអីទៀតឲ្យមើលទៅដូច្នេះហើយយើងទីមីរបស់យើងគឺបានចូលព្រមចូលតែម្ដងហើយក៏បានលើកដៃស្ម័គ្រចិត្តថាគេគឺជាសិស្សផ្នែកខាងក្រៅនៃវិមានអសតដូច្នេះហើយគេក៏មានលទ្ធភាពនៅក្នុងការចូលរួមផងដែរនិងកំដរសិស្សច្បងរបស់គេចូលទៅកាន់អាចារ្យសម្ងាត់ហ្នឹងឯងសៀងកាត់រយៈពេល80ម៉ោងក្រោយមកយើងក៏បានឃើញថាអ្នកទាំងអស់គ្នាគឺនៅក្បួនអរិយវេទមន្តមួយហ្នឹងឯងនៅពេលនេះផងដែរតួឯកផលរបស់យើងកំពុងតែធ្វើការសិក្សានៅសភៅបាតដៃឈិញយន្តរបស់យើងបេសក់លឿងក៏ដូចគ្នានេះផងដែរអាចារ្យយូហានក៏បាននិយាយថាមិនបាច់មើលពេកនោះទេក៏ដោយសារតែការប្រខាត់វេហ្នឹងពិតជាច្រើនពេលវេលាខ្លាំងមែននឹងគឺបានប្រខាត់វេរយៈពេល5ឆ្នាំតែបាច់ប្រខាត់ជាប់ដូច្នេះតួឯកផលរបស់យើងច្បាស់ជាលើនៅមិនខានចំណែកឯយេទីមីងរបស់យើងវិញក៏បាននិយាយថាពេលមិនតែក៏ដោយសារតែគេខ្លាចទៅជាសិស្សផ្នែកខាងក្រៅទៅហើយដូច្នេះហើយគេត្រូវតែហ៊ានកំដាប់ដៃនេះឲ្យចេះហើយណាមួយទៀតដើម្បីការពារទៅកាន់មនុស្សម្នាក់ផងដែរហើយរយៈពេលនៃការរស់នឹងបណ្ដាសារបស់គេសល់តែ3ថ្ងៃទៀតតែម្ដងដូច្នេះត្រូវតែរកឱកាសណាមួយដើម្បីធ្វើឲ្យគេគឺអាចរួចផុតជីវិតហ្នឹងឯងក៏ដូចគ្នានេះផងដែរភ្លាមគេហាក់ដូចជាមានអារម្មណ៍ថាចម្លែកខ្លាំងមែនទែនហើយបានស្ទុះទៅលើអាបង្គោលការ៉ែលនៃអរិយវេទមន្តក្បួន teleport ហ្នឹងឯងហើយយើងមើលពីឆ្ងាយទៅគឺដូចអត្រានៅលើរាងកាយរបស់តួឯកផលរបស់យើងនៅដល់នេះគឺខ្ញុំមានអារម្មណ៍ដូចខ្លាំងមែនទែនអាចារ្យយូហានគឺបានហត់ទៅតែងតួឯកផលរបស់យើងហើយក៏បាននិយាយថាអូនឯងគឺចង់ទៅទេនឹងគឺបាននិយាយថាតួឯកផលរបស់យើងហ្នឹងគឺមិនស្គាល់កន្លែងមាននេះគឺជាតំបន់អរិយវេទមន្ត teleport ដូច្នេះហើយបើសិនបើបញ្ជូនទៅកាន់យេធានមីងទៅកាន់ទីកន្លែងណាមួយវាហាក់ដូចជាមិនពិបាកនោះទេដូចគ្នានេះផងដែរបើសិនមកញ៉ៃធ្វើឲ្យខូចនោះប៉ះពាល់ដល់វិមានរបស់ពួកគេគឺមិនដឹងនោះទេយេធានមីងគ្រាន់តែគិតថាវាហាក់ដូចជាស្តៀងតនឹងអ្វីមួយដែលគេធ្លាប់ឃើញបន្តែគឺមិនដឹងនោះទេប៉ុន្តែភ្លាមយើងក៏បានឃើញដល់ពលឺពី3គឺបានហោះមកអ្នកទាំងគ្នាគឺបានស្រែកហាត់សិស្សច្បងឈុនណានសិស្សច្បងឈុនណានក៏ដូចគ្នានេះផងដែរយើងឃើញថាមនុស្ស3នាក់គឺបានបន្តអបិកដាលគេហ្នឹងគឺជាសិស្សច្បងឈុនណានហ្នឹងឯងចំណែកម្នាក់ប្រុសទៀតមានឈ្មោះថាយ៉ានលីងហើយកញ្ញាស្រីដ៏សសានោះមានឈ្មោះថាសៀនជានិងអបិយ៉ានលីងមានកម្រិតទី5នៃអាណាចក្រសង្គ្រឹះចំណែកអបិនោះវិញមានកម្រិតទី7នៃអាណាចក្រសង្គ្រឹះដូច្នេះជាហេតុដែលធ្វើ
ឲ្យទៅលេចទៅលោកឡើងមើលតែនៅក្នុងចំណោមសិស្សអស់គ្នាហ្នឹងនៅពេលនោះផងដែរយើងក៏បានឃើញថាដែលពេលកំពុងតែនិយាយតាមអបាយហ្នឹងហើយអបាយហ្នឹងគឺបានមកដល់ភ្លាមតាមដល់អបាយជនណានគឺបានរែតែទៅកាន់អាចារ្យយូហានចំណែកឯតួឯករបស់យើងហាក់ដូចជាចុកខ្លាំងមែនទែនចំណែកអាចារ្យយូហានវិញគឺបានការពេលទៅកាន់យាយធានមីងចាដែលធ្វើអបាយហ្នឹងក៏បាននិយាយថាឥឡូវហ្នឹងគឺគ្មានអ្វីល្អនោះទេគឺទៅជាមួយនឹងនាងវិញទៅអាចារ្យយូហានគឺគ្មានទៅខ្វល់អំពីភាសារបស់បេក្ខជនណានោះទេសំខាន់គេនឹងទៅជាមួយនឹងសិស្សប្អូនរបស់ខ្លួនហើយក៏បាននិយាយដែរថាយាយធានមីងរបស់យើងហ្នឹងគ្រាន់តែជាមនុស្សដែលស្ថិតនៅអាណាចក្រវឹកហាត់ឈីតែប៉ុណ្ណោះគឺមិនអាចការពេលទៅកាន់អាចារ្យយូហានមិននោះទេដូច្នេះហើយគួរទៅនៅជាមួយនឹងខ្លួនឌីទៅកាន់យាយធានមីងកប់មកតែម្ដងយាយធានមីងបានការបែបនេះហើយគ្មានទៅខ្វល់នោះទេគឺចាប់អោបទៅកាន់សិស្សច្បងរបស់ខ្លួនហើយក៏បាននិយាយថាមិនបាច់ទៅខ្វល់អំពីពេលសម្បត្តិរបស់ប៉ែហ្នឹងនោះទេហើយក៏មិនបាច់ខ្វល់ពីសុខភាពរបស់ពួកយើងទាំងពីរបងដែរគឺសិស្សប្អូននេះគឺអាចការពេលទៅកាន់សិស្សច្បងបានគឺអោបយកជាហេតុផលប៉ែហ្នឹងពិតជាខឹងនឹងគុំទៅកាន់យាយធានមីងខ្លាំងមែនទេនៅពេលដែលឃើញបែបនេះហើយជាហេតុធ្វើអាចារ្យសិនជាជាមួយនឹងប៉ែយ៉ានលីងក៏អត់សំណើចផងដែរជាពិសេសនៅពេលនោះប៉ែនោះពិតជាខឹងខ្លាំងមែនទេនៅពេលដែលឃើញភាពស្និទ្ធស្នាលរវាងអ្នកទាំងពីរបែបនេះគេសន្យានឹងកាត់ដៃទៅកាន់យាយធានមីងរបស់យើងហើយគុំយាយធានមីងខ្លាំងមែនទេតែម្ដងភ្លាមនោះផងដែរយើងក៏បានឃើញថាតំបន់លំមួយគឺត្រូវបានផែឡើងនៅលើចុងសសរកណ្ដាលនៃរេវេទមន្ត teleport ហើយមេប៉ាក៏បានចេញមកជាហេតុផលអ្នកទាំងនេះគឺគោរពអីចឹងទៅមេប៉ាចេញម្ដងក៏មិននិយាយសាមញ៉ាំនឹងបោបាច់ដូចយ៉ាងមានផងដែរគឺបាននិយាយថានរណាក៏ដោយឲ្យតែរកស្មៅគ្មានឬបានដូច្នេះហើយនឹងទទួលបានរង្វាន់ពិបាកជាមួយនឹងថ្មខាងវិញ្ញាណកម្រិតពណ៌លឿងមួយផងដែរហើយរង្វាន់ឥតដែនកំណត់ទៅតាមអ្វីដែលអ្នកទាំងនេះគឺបានយកមកនិងប្រព្រឹត្តចំពោះប៉ាហើយមេប៉ាក៏បានចាប់ផ្ដើមនៅរេវេទមន្ត teleport តែម្ដងនៅពេលនោះផងដែរគឺក្បួននឹងពិតជាខ្មុកខ្មាញខ្លាំងមែនទេយាយធានមីងពិតជាឆ្ងល់ចំណែកចាយូហានក៏បានឲ្យយាយធានមីងកែណៃខ្លួនចប់ដោយសារតែរេវេទមន្ត talisman អូ sorry អ្នកទាំងនេះគឺរេវេទមន្ត teleport មួយនេះនឹងធ្វើឲ្យអ្នកទាំងនេះ teleport ទៅកាន់ចម្ងាយផ្សេងគ្នាគឺត្រូវតែកាន់ដៃជាមួយនាងដើម្បីឲ្យអ្នកទាំងពីរហ្នឹងគឺបានទៅកន្លែងតែមួយប៉ុន្តែភ្លាមនោះយើងក៏បានឃើញថាបេក្ខជនណានគឺបានចាប់ទៅកាន់អាចារ្យយូហានចេះទៅធ្វើអ្នកទាំងពីរគឺបានបាយចេញពីគ្នាសូម្បីតែយាយធានមីងព្យាយាមរត់និងហោះទៅតាមអាចារ្យយូហានក៏ដោយប៉ុន្តែវាមិនអាចនោះទេក្បួន teleport ក៏បាននាំអ្នកទាំងអស់គ្នាគឺបានចាយចេញពីទីកន្លែងហ្នឹងទៅអាងឹតចឹងបើកភ្នែកវិញឃើញឲ្យតនក៏ដូចនេះហើយយើងក៏បានឃើញថាអាចារ្យសិនជាគឺនៅជាមួយនឹងយាយធានមីងហ្នឹងឯងអាចារ្យយាននេះគ្រាន់តែបើកភ្នែកវិញគឺទះមកដៃតែម្ដងចំកណ្ដាលមុខយាយធានមីងជាហេតុធ្វើយាយធានមីងគឺសាច់កើមឡើងមែនប៉ុន្តែគេគឺជាបរិសុទ្ធកំសត់ស្មោះម្នាក់ផងដែរបន្ទាប់ពីទះយាយធានមីងហើយអាចារ្យសិនជាក៏បាននិយាយថាវាពិតជាម្លាយខ្លាំងមែនទេក៏ដោយសារតែពេលអាចារ្យរាមថាចនទី1គឺមានការបំផន់ហើយធ្វើហាក់ដូចជាមានកន្លែងបែបនេះទៅវិញដោយសារតែនាងគឺធ្លាប់ឮនិងបានឃើញនៅក្នុងសភៅក៏ដូចជាគ្មានណានិយាយប្រាប់ផងដែរយាយធានមីងក៏ឆ្ងល់ផងដែរថានេះគឺជាកន្លែងបែបណាទៅមានជាងមានអីយ៉ាង system គឺបាននិយាយអំពីបេសកកម្មពិសេសរបស់យាយធានមីងគឺបំណាច់នៃការចងចាំហើយយើងក៏មិនតាន់ដឹងថាវាគឺជាអ្វីផងដែរសំខាន់នៅពេលនេះយើងក៏បានឃើញថាអ្នកទាំងពីរគឺបានដើរមើលទីកន្លែងហ្នឹងក៏ដូចជារកបើកទ្វារផងដែរប៉ុន្តែគឺបើកមិនបាននោះទេភ្លាមយើងក៏បានឃើញថាដូចជាមនុស្សម្នាក់គឺបានលេចចេញខ្លួនមកអ្នកទាំងពីរពិតជាមានការព្យាបាលហើយក៏បានឲ្យយាយធានមីងពិចារណាផងក៏ដោយសារតែនៅទីកន្លែងនេះផងដែរសុទ្ធតែជាមនុស្សដែលស្ថិតនៅអាណាចក្រសង្គ្រឹះតែប៉ុណ្ណោះទៅអាចចូលមកដល់ទីកន្លែងនេះបានក៏ដូចជាយ៉ងផងដែរហើយក៏បាននិយាយថានេះគឺជាបិសាចដែលស្ថិតនៅអាណាចក្រសម្ងាត់ដែលគេគឺបាននិយាយតគ្នាហ្នឹងហើយមើលទៅបន្តមកយាយធានមីងថយទៅក្រោយអបិសាចមួយហ្នឹងគឺបានបែបមកទៅកាន់អាចារ្យសិនជាប៉ុន្តែក៏ត្រូវបានអាចារ្យសិនជាផាក់បាច់ដើរគឺបានខ្វាយទៅកាន់បិសាចម្នាក់ហ្នឹងគឺឲ្យស៊ីផយខ្លាំងដែរនាងក៏បាននិយាយថាយាយធានមីងគ្រាន់តែចំនួនដែលស្ថិតនៅអាណាចក្រវឹកហាត់ឈីកម្រិតទី1តែប៉ុណ្ណោះពីវាមានថ្នាំដូច្នេះគឺនៅពីក្រោយគ្នាទៅគឺវាប្រសើរជាងនាងគឺអាចការពារទៅកាន់យាយធានមីងបានជាពិសេសសង្ឃឹមផងដែរថាយាយធានមីងនឹងបង្កបញ្ហាឲ្យខ្លួនដូចចោះជាងគឺឲ្យយាយធានមីងហ្នឹងគឺនៅស្ងៀមទៅវាប្រសើរជាងបិសាចនៅរេវេទមន្តនៅជាន់ទី1នេះវាស្ថិតនៅគឺមិនលើកម្រិតទី4មែនប៉ុន្តែវាក៏មិនស្ថិតនៅក្រោមវាផងដែរដូច្នេះហើយគឺឲ្យតួឯកផលរបស់យើងហ្នឹងគួរតែនៅឆ្ងាយពីនាងបន្តិចទៅកាយនាងកាប់ដាវប៉ះចំហាយហើយចឹងទៅធ្វើឲ្យតួឯករបស់យើងគឺវេទនាហើយនៅចំផ្សេងទៀតយ៉ាងហោចណាស់វាក៏ជាស្ថិតនៅអាណាចក្រសង្គ្រឹះកម្រិតទី3ឡើងទៅផងដែរដោយដែលយើងបានឃើញនៅពេលដែលនាងគឺបាននិយាយយើងបានឃើញថាបិសាចមួយទៀតគឺបានចេញមកដល់ប៉ុន្តែវាគ្រាន់តែជាបិសាចដែលអាចារ្យសៀនជាគឺបានវាបហានិងកាត់ក្បាលរបស់វាអំបញ្ញមិញតែប៉ុណ្ណោះគឺបានវាបហាទៅកាន់អាចារ្យសៀនជាក៏ទប់ទៅជាងនាងពិតជាមានការព្យាបាលដែលបិសាចមួយនេះគឺស្ថិតនៅអាណាចក្រសង្គ្រឹះកម្រិតទី3ជាមួយនឹងការធ្វើបហារបស់ខ្លួនទៅធ្វើឲ្យបិសាចមួយហ្នឹងគឺអាចវាបហាបានហើយក៏បានចាប់ជើងជាប់ទៅកាន់នាងផងដែរ
ឡើយមើលតែចំហាយតាមពណ៌របស់វាហាក់ដូចជាខ្លាំងបន្តមកយាយធីនមីងក៏មិនចាំយូរគឺបានរត់ទៅកាន់វាតែម្ដងជាមួយនឹងគ្នានេះ system ក៏បានប្រាប់យើងថាបានដៃជិញយន្តជាមួយនឹងបច្ចេកទេសផ្លាស់ប្ដូរនេះគឺបានរួមបញ្ចូលគ្នាដូច្នេះក៏បានបង្កើតបច្ចេកទេសមួយនេះដែលមានកម្លាំងខ្លាំងក្លាជាងមុនហើយយាយធីនមីងក៏បានផាបច្ចេកទេសមួយហ្នឹងគឺបានវេបអាហារទៅកាន់បិសាចមួយហ្នឹងជាហេតុធ្វើឲ្យវាគឺថោបានខ្ទេចភ្លាមតែម្ដងជាហេតុធ្វើឲ្យចែសិនយាមានការភ្ញាក់ផ្អើល system ក៏បានប្រាប់ឲ្យយើងដឹងថានៅពេលដែលយាយធីនមីងគឺបានវេបអាហារកំចាត់ទៅបិសាចសង្ឃឹងគឺកម្រិតទី3ហើយជាហេតុធ្វើឲ្យកម្លាំងបច្ចេកទេសផ្លាស់ប្ដូរនៃរបស់គេត្រូវបានកើនឡើង 0.5% គឺទីខ្លាំងមែនទែនប៉ុន្តែវាក៏មានឥទ្ធិពលខ្លាំងផងដែរសម្រាប់យាយធីនមីងឥឡូវនេះនៅពេលដែលយាយធីនមីងគឺបានលើ system គឺបានប្រកាសឲ្យពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនហើយនៅពេលនោះផងដែរអាចារ្យសិនយាក៏មានការព្យាបាលចំពោះយាយធីនមីងផងដែរដែលអាចសម្លាប់បិសាចដែលស្ថិតនៅលើអាណាចក្ររបស់ខ្លួនបាននៅពេលដែលអាចារ្យសិនយាគឺបានចាប់អារម្មណ៍ទៅកាន់យាយធីនមីង system ក៏បានប្រាប់ទៅកាន់យាយធីនមីងថាអាចារ្យសិនយាគឺបានចាប់អារម្មណ៍មកលើខ្លួនដូច្នេះក៏បានបង្កើតនៅភាពអនុគ្រោះចំពោះយាយធីនមីងបន្តិចបន្តួចផងដែរហើយយាយធីនមីងគឺបានគិតថាប្រហែលជាគួរទៅបង្ហាញចំណាប់អារម្មណ៍បន្តិចចំពោះសាច់បងរបស់ខ្លួនហើយនឹងធ្វើបានល្អនៅពេលខាងមុខបន្តិចទៀតនេះនៅពេលដែលគេកំពុងតែនិយាយផងដែរយើងក៏បានឃើញថាបិសាចប្រមាណក្បាលទៀតគឺបានលេចឡើងជាហេតុធ្វើឲ្យយាយធីនមីងវាមានការភ្ញាក់ផ្អើលប៉ុន្តែគឺក៏បានឲ្យចាសិនជាគឺបានត្រៀមខ្លួននៅក្នុងការបញ្យនៅខាងមុខនេះហើយក៏បានបោះថ្នាំមួយដើម្បីបង្កើននៅកម្លាំងរបស់ចាសិនជាផងដែរប៉ុន្តែវាក៏មានផលប៉ះពាល់បន្តិចហើយវាគ្រាន់តែបន្តិចតែប៉ុណ្ណោះដូច្នេះក៏បានឲ្យចាសិនជាផាវេទៅបន្តមកនៅទាំងពីរគឺបានចូលទៅពេលបរិញ្ញារៀនខ្លួនយាយធីនមីងគឺបានគិតថានេះគឺជាឱកាសដើម្បីធ្វើឲ្យគេខ្លាចទៅជាមនុស្សម្នាក់ដែលធ្វើឲ្យចាសិនជាចាប់អារម្មណ៍អីចឹងទៅបង្កើននៅបន្ទូលរបស់គេផងដែរហើយយាយធីនមីងរបស់យើងប្រើការវាបហានដោយបាត់ដៃជិញយន្តហើយបាត់ដៃរបស់គេពិតជាខ្លាំងមែនទែនបាត់ដៃម្ដាយគឺធ្វើឲ្យបិសាចគឺស្លាប់យកតែម្ដងចំណែកសាយសិនវិញក៏បានផើនៅចំណេញដៃរបស់នាងផងដែរដើម្បីវាបហាទៅកាន់បិសាចមួយនោះជាពិសេសនៅពេលនេះយាយធីនមីងរបស់យើងគឺបញ្ចេញសមត្ថភាពយ៉ាងខ្លាំងទៅហើយគេក៏មានការព្យាបាលផងដែរនៅពេលដែលបិសាចមួយគឺស្ថិតតែមានកម្រិតខ្លាំងបែបនេះវាពិតជាធ្វើឲ្យយាយធីនមីងមានការចាប់អារម្មណ៍ខ្លាំងមែនទែនហើយក៏បានហៅវាមកច្រើនទៀតមកចំណែកចាសិនជាពិតជាមានការកាំងយ៉ាងខ្លាំងជាមួយនឹងអត្តពលនិងកម្លាំងរបស់យាយធីនមីងដែលបង្ហាញឲ្យនាងឃើញនឹងវាបហាទៅកាន់បិសាចនីមួយហ្នឹងឯងបើគ្នាយើងចង់ឧបត្ថម្ភឬលើកទឹកចិត្តដល់adminក្នុងការសម្រាយរឿងអីគ្នាយើងគឺអាចលើកទឹកចិត្តតាមរយៈ QR ទាំងពីរនេះបាន